ជាអកុសលសត្វហង្សភ្លើងត្រូវបានជាប់នៅក្នុងសំណាញ់ដែករបស់មនុស្សចិននេះមានបំណងយកវាទៅថ្វាយព្រះមហាក្សត្រវិញហើយថ្វាយវាដល់សត្វហង្សភ្លើងកំសត់ដោយអង្វរព្រះអង្គឲ្យលើកលែងទោសវាទឹកភ្នែកក្តៅវណ្ហបានហូរចុះមកលើថ្ពាល់របស់គាត់រូបរាងដ៏គួរឲ្យអាណិតនិងគ្មានទីពឹងរបស់សត្វហង្សភ្លើងបានប៉ះនឹងជ្រុងដ៏ទន់ភ្លន់បំផុតនៃបេះដូងរបស់ចិននេះគាត់បានស្រាយសំណាញ់ដែកធ្ងន់ដែលចងសេរីភាពរបស់វាយ៉ាងលឿនសត្វហង្សភ្លើងដែលត្រូវបានដោះលែងគឺដូចជាសត្វហង្សភ្លើងដែលងើបឡើងពីផេះហើយរាងកាយរបស់វាស្រាប់តែផ្ទុះឡើងដោយអណ្ដាតភ្លើងដ៏ភ្លឺស្វាងចិននេះងក់ក្បាលដោយទេដឹងគុណយ៉ាងស្រទន់បន្ទាប់មកវាបានលាតស្លាបដ៏អស្ចារ្យរបស់វាប្រែក្លាយទៅជាខ្សែភ្លើងភ្លឺចែងចាំងហោះឡើងលើមេឃរូបសត្វហង្សភ្លើងតំណាងឲ្យសំណាងល្អអ្នកដែលមានសំណាងគ្រប់ធ្វើបាបអ្នកណាម្នាក់ទៀតទេគាត់ថែមទាំងបានដករោមជីវិតរបស់គាត់ចេញដើម្បីបញ្ជាក់ពាក្យសម្ដីរបស់គាត់ប៉ុន្តែមិននឹកស្មានដល់បើគ្មានការការពារពីអណ្ដាតភ្លើងរោមនោះឥឡូវនេះមានពណ៌ប្រផេះស្រអាប់តិចជាងរោមមាន់ដែលបណ្ដាលឲ្យមនុស្សគ្រប់គ្នាដែលមានវត្តមានផ្ទុះសំណាច់តិចជាចិននេះគាត់គិតថាគាត់អាចលេងល្បិចលើចិននេះបានដូច្នេះគាត់មិនបានខ្វល់ពីការស្ដាប់ការពន្យល់របស់ចិននេះទេហើយបានបញ្ជាឲ្យប្រហារជីវិតគាត់នៅនឹងកន្លែងចិននេះត្រូវបានគេនាំទៅកាន់ម៉ាស៊ីនកាត់ទឹកសាច់ចម្ងាយ800ម៉ាយនៅក្រោមការក្រឡេកមើលមិនគួរឲ្យជឿរបស់មនុស្សគ្រប់គ្នាសត្វហង្សភ្លើងបានវិលជុំវិញហើយបន្ទាប់មកឈប់នៅលើប៉ុមមួយដោយបញ្ចេញពន្លឺដ៏ភ្លឺស្វាងនិងភ្លឺពេញទីក្រុងរាជវង្សទាំងមូលឃើញទិដ្ឋភាពដ៏រន្ធត់នេះមហាជនស្រែកហូហូកញ្ជ្រៀវយ៉ាងខ្លាំងទីបំផុតខ្ញុំជឿហើយចិននេះមិនបានអួតទេសត្វហង្សភ្លើងពិតជាបានក្លាយជាមិត្តរបស់ចិននេះភ្លើងសត្វហង្សត្រូវបន្ថោកបន្ទាបបន្ថោកធ្វើតាមការសន្យាពីមុនដំឡើងឋាននរស័ក្តិចិននេះឡើងឋាននរស័ក្តិហើយព្យាយាមអស់ពីសមត្ថភាពដើម្បីបង្ហាញមនុស្សនៅក្រោមការគ្រប់គ្រងរបស់ទ្រង់ថាទ្រង់ជាស្ដេចដែលដឹងគ្រប់លម្អិតនៃរង្វាន់និងទុនកម្មទោះជាយ៉ាងណាក៏ដោយជាសម្ងាត់គាត់បានធ្វើឲ្យមានការអាក់អន់ចិត្តកាន់តែខ្លាំងដោយសារតែកេរ្តិ៍ឈ្មោះរបស់ចិននេះកាន់តែកើនឡើងពីមួយថ្ងៃទៅមួយថ្ងៃហើយឋានៈរបស់គាត់បានគំរាមកំហែងយ៉ាងធ្ងន់ធ្ងរដល់សិទ្ធិអំណាចរបស់ស្ដេចពេលឃើញលោកចិននេះដែលជាអតីតក្មេងប្រុសក្រោសេះឥឡូវនេះកំពុងរីករាយនឹងកិច្ចចានុភាពដ៏ធំធេងនិងញ៉ាំពីត្រចៀកមួយទៅត្រចៀកមួយជារៀងរាល់ថ្ងៃព្រះមហាក្សត្រមានការព្រួយបារម្ភយ៉ាងខ្លាំងហើយមិនអាចញ៉ាំឬគេងលក់បានវាហាក់ដូចជាទ្រង់ត្រូវស្វែងរកការចោទប្រកាន់ប្រឌិតមួយផ្សេងទៀតដើម្បីលុបបំបាត់បន្លានេះនៅចំហៀងខ្លួនរបស់ទ្រង់ទាំងស្រុងដូច្នេះនៅព្រឹកព្រលឹមបន្ទាប់លោកចិននេះបានទទួលព្រះរាជក្រឹត្យមួយព្រះមហាក្សត្របានសម្រេចចិត្តរៀបការជាមួយព្រះនាងពុកដ៏ល្បីល្បាញមកពីនគរពកហើយភារកិច្ចដ៏រុងរឿងនេះបានធ្លាក់ទៅលើលោកចិននេះដែលត្រូវធ្វើដំណើរទៅកាន់ភាគខាងជើងដ៏ត្រជាក់គាត់នឹងឡើងដល់កំពូលនៃពិភពលោកដែលជាកំពូលដែលសូម្បីតែសត្វស្លាបក៏មិនហ៊ានឆ្លងកាត់ដែរគាត់នឹងដាស់ព្រះនាងពកដែលបានដេកលក់អស់រយៈពេល1000ឆ្នាំហើយនាំនាងត្រឡប់ទៅព្រះបរមរាជវាំងវិញដោយសុវត្ថិភាពនាងនឹងត្រូវបានគ្រងរាជ្យជាមហាក្សត្រីប្រសិនបើចិននេះមិនអាចបំពេញបេសកកម្មនេះបានទេគាត់នឹងត្រូវចំណាយដោយក្បាលរបស់គាត់ចិននេះត្រូវបានបង្ខំឲ្យចាប់ផ្ដើមដំណើររបស់គាត់ម្ដងទៀតផ្លូវនេះវែងឆ្ងាយនិងពោពេញដោយគ្រោះថ្នាក់ព្រះមហាក្សត្របានសន្និដ្ឋានដោយសម្ងាត់ថាឱកាសជោគជ័យរបស់នេះមានដៃគូដ៏សាមញ្ញម្នាក់ប៉ុន្តែសត្វធ្លាតូចនេះមានជំនាញមិនធម្មតាក្មេងតូចម្នាក់នេះបានធ្វើដំណើរយ៉ាងលឿនដូចផ្លេកបន្ទោដោយដឹកលោកចិននេះទៅកាន់កំពូលភ្នំដែលក្រុមដណ្ដប់ទៅដោយព្រឹលចម្ងាយរាប់ពាន់ម៉ាយក្នុងមួយប៉ព្រិចភ្នែកលោកចិននេះបានមើលជុំវិញហើយដោយមិនឃើញនរណាម្នាក់នៅច្រកចូលគាត់រៀបនឹងអ៊ូតឃ្លីបានដើរចូលទៅក្នុងរាជវាំងទឹកកកនិងព្រើដោយគ្មានឧបសគ្គប៉ុន្តែត្រូវប្រឈមមុខនឹងព្រះនាងទឹកកកនិងព្រះនាងព្រើរាប់រយនាងបានបាត់បង់ទោះបីជាយ៉ាងណាក៏ដោយនៅពេលនេះរោមសត្វដែលមានដោតឌុយរបស់វាបានធ្លាក់ចុះយ៉ាងស្ងៀមស្ងាត់នៅក្នុងនោះពិតជាកំឡោះថោកទាបមែនវាស្ថិតនៅក្នុងសុបិនដែលតម្រង់ត្រូវខ្ទេចខ្ទាំរបៀបដែលព្រះអង្គម្ចាស់ដែលមាននាគដ៏រុងរឿងចម្រុះពណ៌បានប្រែក្លាយទៅជាព្រះនាងដែលមានរូបរាងគ្រើមដែលមានក្លិនដូចក្រៅគោហើយទឹកមុខរបស់គាត់មានការខកចិត្តភ្លាមអ្វីដែលគាត់ទន្ទឹងរង់ចាំរាប់ពាន់ឆ្នាំមកហើយនោះគឺជាតួអង្គបែម៉ាវែនចិននេះមិនបាននិយាយអ្វីបន្តិចឡើយនៅពេលដែលគាត់បើកមាត់ដោយនិយាយថាមានស្ដេចក្មេងនិងសង្ហាដែលចង់រៀបការជាមួយនាងក្នុងនាមជាមហាក្សត្រីរបស់ថាវាបានលង់ស្នេហ៍នឹងព្រះនាងយន្តហើយខ្សឹបប្រាប់មួយម៉ាត់ថាបើឯងពិតជាស្រឡាញ់នាងមែនចូលយកនាងទៅចុះចិននេះដែលមានចិត្តល្អបានបដិសេធដោយមិនស្ទាក់ស្ទើរព្រោះជោគវាសនារបស់ព្រះនាងយន្តត្រូវបានផ្សារភ្ជាប់រួចហើយគឺខ្លាចជាមហេសីរបស់ស្ដេចយ៉ាងណាក៏ដោយវាសនាចម្លែកមួយបាននាំពួកគេមកជួបគ្នានៅពេលឃើញដំបូងទោះជាយ៉ាងណាក៏ដោយមិនអាចគេចផុតពីចំណងនៃវាសនាព្រះនាងអាចត្រឡប់ទៅនគរវិញបានតែជាមួយចិននេះប៉ុណ្ណោះមនុស្សគ្រប់គ្នាមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងចំពោះសម្រស់របស់ព្រះនាងយន្តហើយព្រះមហាក្សត្រមានព្រះទ័យរីករាយជាខ្លាំងដែលទីបំផុតអាចយកឈ្នះចិត្តព្រះនាងទោះជាយ៉ាងណាក៏ដោយព្រះភ័ក្ត្ររបស់ព្រះអង្គបានស្រពោនភ្លាមពីព្រោះប្រជាជនកំពុងសរសើរដល់ចិននេះវីរបុរសដ៏អស្ចារ្យម្នាក់និងក្មេងប្រុសស្តង់ម្នាក់មានប្រជាប្រិយភាពជាងព្រះអង្គគឺព្រះមហាក្សត្រនេះបានជំរុញឲ្យមានការច្រណែនរបស់ព្រះមហាក្សត្រដែលមានគំនិតចង្អៀតចង្អល់ចិននេះបានបញ្ចប់បេសកម្មរបស់ព្រះអង្គដោយជោគជ័យនិងទទួលបានរង្វាន់ដែលសមនឹងទទួលបានប៉ុន្តែនៅពេលដែលព្រះអង្គសម្លឹងមើលទៅព្រះពន្លារបស់ព្រះនាងព្រះអង្គមិនអាចមានអារម្មណ៍សប្បាយចិត្តទាល់តែសោះដោយមិនអាចទប់ចិត្តខ្លួនឯងបានទៀតទេនៅយប់នោះចិននេះគាត់បានទាញនាងតាមជញ្ជាំងទៅកាន់បន្ទប់ក្រោមដំបូលរបស់ព្រះនាងហើយបានថ្វាយនាងនៅភូមិផ្កាព្រៃដែលទើបនឹងរើថ្មីដែលធ្វើឲ្យភ្នែករបស់នាងជ្រួញដោយក្តីរីករាយទោះជាយ៉ាងណាក៏ដោយព្រះមហាក្សត្របានលង់ស្នេហ៍នឹងព្រះនាងយន្តយ៉ាងឆាប់រហ័សហើយថែមទាំងបានរៀបចំផែនការស្នើសុំស្នេហាទៀតផងប៉ុន្តែនៅពេលដែលព្រះនាងយន្តបានឃើញមុខចាស់របស់ព្រះមហាក្សត្រព្រះនាងមិនបានចាប់អារម្មណ៍នឹងទ្រង់ទាល់តែសោះអ្វីដែលគាត់លង់ស្នេហ៍នោះគឺចិននេះដែលជាបុរសវ័យក្មេងដែលមានចំណង់ចំណូលចិត្តនិងមានទំនួលខុសត្រូវដោយមិនចង់បំបត្តិគំនិតមិនសមរម្យរបស់ព្រះមហាក្សត្រ
រត់ទាំងស្រុងព្រះនាងចេតនាធ្វើឲ្យរឿងពិបាកសម្រាប់ទ្រង់ដោយទាមទារឲ្យទ្រង់ស្វែងរកមហាសមុទ្រដែលជីដូនរបស់ទ្រង់បានបន្សល់ទុកនាងនឹងទទួលយកសំណើរបស់គាត់លុះត្រាតែវាជាចិញ្ចៀនថ្មីមួយប៉ុន្តែចិញ្ចៀននោះបានធ្លាក់ចូលទៅក្នុងសមុទ្រជ្រៅជាយូរមកហើយទីដ៏សំខាន់នេះចិននេះបានបោះជំហានទៅមុខដោយមិននឹកស្មានដល់ហើយអង្វរព្រះមហាក្សត្រឲ្យប្រគល់ភារកិច្ចឲ្យព្រះអង្គក្នុងការស្វែងរកចិញ្ចៀនចិននេះមិនបានដឹងពីមូលហេតុពិតប្រាកដដែលព្រះនាងយន្តមានការមិនពេញចិត្តចំពោះព្រះមហាក្សត្រនោះទេគឺដោយសារតែព្រះអង្គស្រឡាញ់អ្នកផ្សេងព្រះមហាក្សត្រដោយចង់ទទួលបានការពេញចិត្តពីព្រះនាងបានចាត់តាំងចិននេះឲ្យចេញដំណើរទៅកាន់សមុទ្រខាងត្បូងភ្លាមដើម្បីស្វែងរកចិញ្ចៀននៅក្នុងក្រសែភ្នែករបស់ព្រះអង្គនេះគឺជាឱកាសដ៏ល្អឥតខ្ចោះមួយទៀតដើម្បីធ្វើឲ្យរឿងពិបាកសម្រាប់ចិននេះនៅយប់នោះព្រះនាងយន្តបានអៀងខ្លួនមិនអាចដេកលក់បានចិននេះដែលមិនបានគេងពេញមួយយប់បានស្រមុកខ្លាំងសត្វលាតូចរបស់គាត់ដែលអង្គុយនៅជ្រុងក្បែរគាត់ក៏កំពុងទទួលរងពីជំងឺគេងមិនលក់ដកដង្ហើមធំនិងធ្ងន់ផងដែរ Hey, who are you? Ah, the wind. Listen, dear wind. Would you know where the Cloud Princess dropped her ring? នៅក្នុងមហាសមុទ្រជ្រៅ